សួស្តីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់វីដេអូមេរៀនរបស់យើងជាបន្តទៀតនៅក្នុងវីដេអូមេរៀនទី23នេះយើងនឹងសិក្សាជាមួយគ្នាជាបន្តទៀតអំពីរូបមន្តមួយដែលយើងហៅឈ្មោះថា if and អញ្ចឹងយើងចូលទៅកាន់ខ្លឹមសារនៃមេរៀនរបស់យើងតែម្ដងអញ្ចឹងនៅក្នុងរូបមន្ត if and នេះគឺយើងមានបែងចែកចេញជាពីរផ្នែកគឺមានពាក្យ if ហើយនឹងមានពាក្យ and អញ្ចឹង if and នេះគឺវាកើតឡើងដោយសារតែ if ហើយនឹង and គឺបូកបញ្ចូលប្រើជាមួយគ្នាអញ្ចឹងមុននឹងចូលទៅដល់ if ហើយនឹង and នោះខ្ញុំចូលបង្ហាញបងប្អូនអំពី and ជាមុនសិនអញ្ចឹងរូបមន្ត and នេះគឺជារូបមន្តដើម្បីផ្ទៀងផ្ទាត់មើលទៅលើតម្លៃលេខ2ប្រសិនបើតម្លៃលេខ2ហ្នឹងគឺវាផ្ដល់លទ្ធផលមក true គឺនោះគឺវានឹងចេញលទ្ធផល true ឥឡូវនេះខ្ញុំសូមបង្ហាញនេះនៅតារាងនៅកន្លែងនេះតែម្ដងអញ្ចឹង A នេះខ្ញុំតំណាងឲ្យតម្លៃទី1ហើយ B នេះខ្ញុំតំណាងឲ្យតម្លៃទី2ប្រសិនបើលក្ខខណ្ឌនៅក្នុងតម្លៃទី1ពិតហើយលក្ខខណ្ឌនៅក្នុងតម្លៃទី2ពិតនោះវានឹងចេញលទ្ធផលពិតប៉ុន្តែប្រសិនបើលក្ខខណ្ឌនៅក្នុងតម្លៃទី1ពិតហើយលក្ខខណ្ឌនៅក្នុងតម្លៃទី2មិនពិតនោះវានឹងចេញលទ្ធផលមិនពិតហើយបើនិយាយឲ្យខ្លីដើម្បីឲ្យបងប្អូនស្រួលយល់មានន័យថារូបមន្ត n នេះទាល់តែតម្លៃលេខលក្ខខណ្ឌនៃតម្លៃលេខទាំង2ឬក៏ទាំង3នេះពិតមានន័យថាពិតទាំងអស់ទើបលទ្ធផលចេញពិតប្រសិនបើក្នុងតួលេខនៅក្នុងចំនួនតួលេខឧទាហរណ៍ថាយើងមានតួលេខ5ហើយក្នុងនោះមានមិនពិតមួយនៅក្នុងនោះអញ្ចឹងលទ្ធផលគឺមិនពិតហើយអញ្ចឹងឲ្យតែមានមិនពិតមួយនៅក្នុងវានោះគឺដឹងតែមិនពិតហើយអញ្ចឹងនៅក្នុង n នេះទាល់តែពិតទាំងអស់ទើបលទ្ធផលចេញមកពិតហើយនឹងមិនពិតហ្នឹងគឺមានន័យបែបម៉េចបងប្អូនពេលខ្លះប្រហែលជារឿងពិបាកយល់បន្តិចឥឡូវខ្ញុំសូមផ្ទៀងផ្ទាត់លក្ខខណ្ឌមួយដល់បងប្អូនទាំងអស់គ្នាណាបាទរូបមន្តជាទូទៅរបស់រូបមន្ត n គឺរូបមន្តបែបនេះណាគឺស្មើហើយ n មកហើយបន្ទាប់មកយើងដាក់តួលេខទី1ខ្មាមកខ្មានេះគឺមានន័យស្មើនឹងពាក្យហើយនឹងណាតួលេខទី2បាទអញ្ចឹងបើតួលេខទី1ពិតហើយតួលេខទី2ពិតគឺលទ្ធផលបានពិតបើសិនជាក្នុងចំណោម2ហ្នឹងវាអត់ពិតមួយគឺអត់ពិតទេវាអាចនឹងមាន3 4អញ្ចឹងណាឥឡូវខ្ញុំយកទៅ2មកសិក្សាសិនអញ្ចឹងឧទាហរណ៍ថាឥឡូវនេះកន្លែងតួលេខទី1នេះខ្ញុំដាក់ថាលេខ2ចុះហើយតួលេខទី2នេះខ្ញុំដាក់ថាលេខ4ចុះឧទាហរណ៍អញ្ចឹងណាអញ្ចឹងយើងប្រើរូបមន្តរបស់យើងមកអញ្ចឹងរូបមន្តយើងគឺ n បាទ n បាទអញ្ចឹងយើងចុចទៅលើតួលេខទី1បាទអញ្ចឹងតួលេខទី1យើងដាក់លក្ខខណ្ឌថាតួលេខទី1ហ្នឹងយើងឲ្យស្មើ2យើងឲ្យស្មើ2អញ្ចឹងយើងគិតមើលថាតួលេខទី1នេះយើងឲ្យស្មើ2បងប្អូនគិតថាប៉ិតអត់ប៉ិតហើយពីព្រោះវាស្មើ2មែនអញ្ចឹងណាបាទតែបើសិនបើខ្ញុំតួលេខនេះតួលេខជា6នេះខ្ញុំឲ្យស្មើ3វិញបងប្អូនគិតថាប៉ិតអត់ប៉ិតទេត្រូវអត់ដោយសារនេះវា2ប៉ុន្តែយើងឲ្យតម្លៃវាស្មើ3អញ្ចឹងវាអត់ប៉ិតទេអញ្ចឹងវា false ហើយអញ្ចឹងណាឥឡូវខ្ញុំឲ្យ2ដើម្បីឲ្យវា true អូខេអញ្ចឹងឥឡូវយើងចប់តួលេខទី1យើងចូលដល់តួលេខទី2ហើយនឹងតួលេខទី2បើសិនជាខ្ញុំឲ្យតួលេខទី2ស្មើ4បងប្អូនគិតថាប៉ិតអត់ប៉ិតដែរត្រូវអត់បាទដោយសារវា4មែនតែបើសិនជាខ្ញុំដាក់លេខ5គឺវាអត់ប៉ិតទេដោយសារនេះតែ4ហ្នឹងត្រូវអត់អញ្ចឹងយើងដាក់4មកបាទអូខេអញ្ចឹងឥឡូវនេះតួលេខទី1យើងស្មើ2ប៉ិតអត់ប៉ិតបាន1តួលេខយើងទី2នេះស្មើ4ប៉ិតអត់ប៉ិត1ទៀតអញ្ចឹងយើងប៉ិតទាំង2អញ្ចឹងបើប៉ិតទាំង2ឡើងបាត់វងចោលមកលទ្ធផលរបស់វាចេញមកគឺtrue ហើយបាទគឺ true ហើយអូខេគឺ true ហើយអញ្ចឹងឥឡូវនេះលក្ខខណ្ឌរបស់យើងគឺយើងឲ្យអានេះស្មើ2ស្មើ4ណាបាទអានេះ2នេះ4អញ្ចឹងបើសិនជាខ្ញុំកន្លែងនេះខ្ញុំដូនដាក់3វិញលទ្ធផលចេញមិនដែរគឺចេញ false ដោយសារយើងឲ្យតួលេខទី1ស្មើ2ហ្នឹងឥឡូវនេះស្មើ3អញ្ចឹង2និង3វាមិនស្មើគ្នាទេគឺវាខុសគ្នាហើយអញ្ចឹងគឺវាមិន true ទេណាតាម false មួយគឺ false ហើយអូខេបាទអញ្ចឹងនេះជាទម្រង់ទូទៅរបស់ nចឹងសរុបមកវិញ n ទាល់តែ true ទាំង2ទាល់តែពិតទាំង2ទៅចេញលទ្ធផលពិតហើយលទ្ធផលពិតនិងមិនពិតហ្នឹងយើងយកមកធ្វើអីកើតយើងយកមកប្រើការដើម្បីអីបានយើងត្រូវការរៀនពីវាហ្នឹងគឺយើងយកវាមកប្រើបូកជាមួយនឹង if នឹងឯងប្រើជាមួយនឹង if បងប្អូនដឹងហើយថារូបមន្ត if គឺមានរូបមន្តបែបនេះគឺ if មិនចឹងហ៎បាទបន្ទាប់មក condition បាទ condition ហើយបន្ទាប់មកទៀតខ្ញុំសេកខុសអធិស្ឋាន condition ហើយបន្ទាប់មកទៀតយើងមិនឲ្យវាចេញលទ្ធផលត្រូវអត់លទ្ធផលបើសិនជាលទ្ធផលហ្នឹងវា true ឲ្យចេញលទ្ធផលកន្លែងហ្នឹង true មកបាទ
comma ប្រសិនបើ condition ហ្នឹងវា false ចឹងឲ្យវាចេញលទ្ធផល false នៅកន្លែងនេះវិញណាអូខេបាទអញ្ចឹងលក្ខខណ្ឌនេះធ្វើម៉េចឲ្យដឹងថា true ឬក៏ false គឺអាស្រ័យទៅលើលក្ខខណ្ឌនេះអញ្ចឹងលក្ខខណ្ឌហ្នឹងបើសិនជាលក្ខខណ្ឌហ្នឹងវាសិក្សាទៅឃើញថា true គឺវាចេញលទ្ធផលកន្លែងនេះមកតែបើសិនបើលក្ខខណ្ឌនេះវាសិក្សាទៅវាឃើញថា false គឺវាបោះតម្លៃ false មកឲ្យអញ្ចឹងណាអញ្ចឹងធ្វើម៉េចដើម្បីឲ្យបាន true ឬក៏ false នៅកន្លែងនេះគឺយើងប្រើ and មកគណនាអញ្ចឹងយើងដឹងហើយថារូបមន្ត and របស់យើងគឺ and បែបនេះហើយតួលេខទី1ហើយនឹងតួលេខទី2បាទតួលេខទី2ណាតោះមកយើងបិទវងចោលយើង enter មកអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមយករូបមន្ត2ហ្នឹងប្រើច្បាច់បញ្ចូលគ្នារូបមន្តនេះគឺដើម្បីគណនារក true ឬក៏ false អញ្ចឹង true ឬក៏ false ពេលវាបោះមកវាមិនបោះនៅក្នុង condition បោះក្នុង condition នៅពេលណាដែល condition វាបោះទៅវាចេញថា true គឺវាចេញលទ្ធផល true នៅពេលណាដែលវាបោះទៅចេញថា false គឺវាចេញលទ្ធផល false ហើយអញ្ចឹងយើងបានរូបមន្តបូកបញ្ចូលគ្នាគឺស្មើអីគេស្មើ if បាទ if អញ្ចឹង if កន្លែង condition នេះ condition នេះយើងមិនយក and មកគណនាត្រូវអត់បាទយើងមិនយក and មកគណនាឥឡូវខ្ញុំសូមវាយឥឡូវខ្ញុំសូមប្រើ if មកសិនខ្ញុំសូម copy if មកហ្មងទៅដើម្បីឲ្យបងប្អូនស្រួលយល់ចឹងមកជាអញ្ចឹងកន្លែង condition ហ្នឹងយើងមិនយករូបមន្ត and មកប្រើត្រូវអត់បាទអញ្ចឹងយើង copy រូបមន្ត and មកដាក់កន្លែងនេះមកអូខេហើយយើងដាក់កន្លែង condition នេះបាទហាច់មកបាទអញ្ចឹងយើងឃើញថាយើងបានហើយយើងបានរូបមន្តពីរហ្នឹងច្បាច់បញ្ចូលគ្នាហើយអញ្ចឹងគឺមួយ block នេះគឺរូបមន្ត n អញ្ចឹងរូបមន្ត n នៅពេលណាដែល n គាត់គណនាគ្នាគាត់ទៅគណនាទៅបើពេលណាដែលគាត់គណនាទៅគាត់ឃើញថាលទ្ធផលចេញមក true វានឹងបោះលទ្ធផល true មកផាកបាទនៅពេលណាដែលគាត់គណនាទៅគាត់ឃើញថា false អញ្ចឹងរូបមន្ត is នេះវានឹងបោះលទ្ធផល false ចេញមកឲ្យយើងអញ្ចឹងណានេះគឺជាលក្ខណៈបែបហ្នឹងអូខេអញ្ចឹងឥឡូវយើងចូលទៅមើលលំហាត់ផ្ទាល់របស់យើងវិញខ្ញុំជឿថាបងប្អូនតន់ណាដោយសារខ្ញុំនិយាយរឿងជឿដែរអូខេអញ្ចឹងឥឡូវយើងមើលលក្ខខណ្ឌរបស់គេនេះគឺជាតារាងប្រាក់ខែបុគ្គលិកអញ្ចឹងយើងឃើញថាបុគ្គលិកយើងគឺមានឈ្មោះមានភេទហើយនឹងមានអាយុរបស់គាត់អញ្ចឹងយើងដាក់ប្រាក់ខែឲ្យគាត់ដោយផ្អែកទៅលើលក្ខខណ្ឌ2ទី1ទាល់តែគាត់ភេទស្រីហើយទី2ទាល់តែគាត់អាយុតូចជាងឬស្មើ22ទើបយើងឲ្យគាត់ប្រាក់ខែ150ប៉ុន្តែបើសិនជាខុសលក្ខខណ្ឌហ្នឹងគឺយើងឲ្យគាត់200អញ្ចឹងណាបាទអូខេអញ្ចឹងលក្ខខណ្ឌហ្នឹងគឺយើងប្រើ n ដោយសារយើងប្រើពាក្យនឹងណាទី1ទាល់តែគាត់ហ្នឹងជាភេទស្រីទី2ទាល់តែគាត់ហ្នឹងអាយុតូចជាងឬស្មើ22យើងនឹងឲ្យប្រាក់ខែគាត់150ប៉ុន្តែបើសិនជាខុសលក្ខខណ្ឌហ្នឹងគឺយើងឲ្យគាត់200អូខេអញ្ចឹងយើងនេះមកនេះរូបមន្តយើងមានហើយនេះរូបមន្តយើងមិញនេះអូខេអញ្ចឹងយើង copy រូបមន្តមកដាក់ហ្មងទៅកុំឲ្យពិបាកដើម្បីឲ្យបងប្អូនស្រួលយល់ខ្ញុំសូមប្រើក្បាច់នេះតែម្ដងទៅអូខេស្មើដោយសារកន្លែងនេះវាអូខេស្មើ if អញ្ចឹង if មកឥឡូវលក្ខខណ្ឌ condition ទី1បោះតម្លៃ true បើសិនជា true ឲ្យវាបោះតម្លៃ true មកហើយបន្ទាប់មកបើសិនជា false ឲ្យវាបោះតម្លៃ false អានេះ if ណាបាទបន្ទាប់មកទៀតនៅកន្លែងនេះកន្លែង condition ហ្នឹងយើងមិនប្រើរូបមន្ត n ត្រូវអត់អញ្ចឹងកន្លែងនេះយើងដាក់រូបមន្ត n ចូលមកអញ្ចឹង n ហើយតួលេខអូខេឧទាហរណ៍ថាតួលេខទី1ហើយនឹងតួលេខទី2បាទអញ្ចឹងមកអញ្ចឹងមួយ block នេះគឺមួយ block រូបមន្ត n នៅពេលណា n កណនាទៅឃើញពិតវានឹងបោះមកនេះបើសិនជាឃើញទៅ for វានឹងបោះតម្លៃនេះអូខេអញ្ចឹងឥឡូវនេះយើងកណនាទៅលើ n សិនអញ្ចឹងឥឡូវ n នេះតម្លៃលេខវានេះមិនមែន dd ទេឥឡូវខ្ញុំដាក់គាត់ដាក់ជាឧទាហរណ៍ណាអូខេអញ្ចឹង n នេះទី1យើងឲ្យអីភេទអញ្ចឹងភេទស្រីអញ្ចឹងឥឡូវយើងចុចមកភេទនេះកន្លែងភេទស្រីនៅកន្លែងនេះមកអូខេអញ្ចឹងស្មើអីស្រីយើងសេអក្សរយើងដាក់ថ្មិញកណ្ដោមកស្មើភេទស្រីអូខេអញ្ចឹងយើងនេះចូលទី1ហើយអូខេចូលតម្លៃលេខទី2នៃ n ណានៅក្នុង n ឥឡូវយើងកំពុងនៅក្នុង n នេះចូលតម្លៃលេខទី2អញ្ចឹងតម្លៃលេខទី2គេឲ្យលើអីឲ្យលើអាយុនេះអញ្ចឹងអាយុនេះគឺនៅកន្លែងនេះអញ្ចឹងបងប្អូនដាក់ចូលកន្លែងតួលេខទី2មកហើយបន្ទាប់មកទៀតយើងយកអាយុមកបាទអញ្ចឹងអាយុស្មើប៉ុន្មាន
អាយុគេឲ្យលក្ខខណ្ឌគេគឺតូចជាងឬស្មើ22បាទអញ្ចឹងយើងវាយមកតូចជាងឬស្មើ22បាទអញ្ចឹងប្រសិនបើលក្ខខណ្ឌហ្នឹងវាគណនាទៅវាឃើញថា true អញ្ចឹងបើសិនជា true កន្លែងហ្នឹងយើងឲ្យចេញអីគេឲ្យចេញ150ទៅអត់បាទចេញ150ចុះបើសិនជាខុសលក្ខខណ្ឌឲ្យចេញពី200បាទប៉ុណ្ណឹងមក200 enter មកបាទអញ្ចឹងយើងឃើញថាបុគ្គលិកយើងនេះគឺគាត់ត្រូវទទួលបាន200ដោយសារអីដោយសារខុសលក្ខខណ្ឌហើយអញ្ចឹងស្រីហើយអាយុ22ចុះក្រោមឥឡូវគាត់នេះស្រីប៉ុន្តែអាយុគាត់គឺអាយុគាត់មិនមែន22ចុះក្រោមទេអាយុ45អញ្ចឹងមានន័យថាគាត់អត់ចូលលក្ខខណ្ឌទេបាទមានន័យថាវា true តែមួយទេវា true មួយប៉ុន្តែវា false មួយអញ្ចឹង false នៅពេលណាដែល false គឺវាបោះ200មកហើយអញ្ចឹងណាអូខេបាទអញ្ចឹងយើងចាប់អូមកបាទកុំឲ្យគិតច្រើនអូខេអញ្ចឹងនេះជារូបមន្ត n បងប្អូនណាជារូបមន្ត n អូខេឥឡូវនេះយើងមើលទៅលើមួយទៀតមើលទៅលើប្រាក់ឧបត្ថម្ភវិញបាទប្រាក់ឧបត្ថម្ភនេះគេមានលក្ខខណ្ឌដែរគេថាទាល់តែភេទទី1គឺភេទប្រុសហើយទី2ទាល់តែអាយុលើសពី22ឆ្នាំទៅយើងឲ្យគាត់ប្រាក់ឧបត្ថម្ភ$15ប៉ុន្តែបើសិនជាមិនចូលលក្ខខណ្ឌពីរនេះទេគឺនឹងឲ្យតែ10រៀលទេសម្រាប់ប្រាក់ឧបត្ថម្ភណាអូខេអញ្ចឹងយើងធ្វើម៉េចឥឡូវខ្ញុំសូមបង្ហាញក្បាច់ស្រីឲ្យបងប្អូនមើលទៅហ្នឹងហើយអញ្ចឹងយើងដំបូងឡើយយើងប្រើ if មកត្រូវអត់បាទ if ហើយយើងមិន condition ទៅហ៎បាទ condition ខ្ញុំសូមតាំងអីមួយសិនមកអូតាំងសអ AA អញ្ចឹងមក condition បើសិនជា condition នេះវា true បោះតម្លៃលេខ true បើសិនជា condition នេះវា false ឲ្យវាបោះតម្លៃលេខ false មកហើយយើងបិទ if មកអូខេអញ្ចឹងនៅក្នុងកន្លែង condition នេះយើងមិនប្រើអីយើងមិនប្រើរូបមន្ត n ទៅហ៎អញ្ចឹង n មក n ពងកញ្ចក់តម្លៃលេខទី1យ៉ាដាក់អក្សរផ្សេងទៅតម្លៃលេខទី1និងតម្លៃលេខទី2ហើយយើងបិទវងកញ្ចក់មកវិញមកចប់មក block n ហើយអញ្ចឹងអូខេអញ្ចឹងកន្លែងនេះគឺមក block n នេះមក block n អញ្ចឹងបើសិនជា n នេះ true គឺបោះតម្លៃ true មកបើសិនជា n នេះ false បោះតម្លៃ false មកអូខេឥឡូវតម្លៃ n ជាក់ស្ដែងតម្លៃទី1អីគេឲ្យអីគេឲ្យទៅលើភេទណាអញ្ចឹងភេទអញ្ចឹងយើងលុបមកយើងដាក់យកភេទមកនេះភេទបើសិនជាស្មើភេទអីគឺភេទប្រុសបាទអញ្ចឹងភេទប្រុសហើយនឹងអាយុធំជាង22ឆ្នាំអញ្ចឹងកន្លែងនេះហើយនឹងនេះហើយនឹងលើកន្លែងនេះហើយនឹងអាយុនេះធំជាង22ឆ្នាំឲ្យវាចេញអីបើសិនជា true ឲ្យវាចេញ150អូខេឲ្យចេញ15សុំទោសចេញ15ឲ្យ15រៀលតែបើសិនជាខុសលក្ខខណ្ឌឲ្យចេញតែ10រៀលបាទ10រៀលអញ្ចឹងយើងអាច10រៀលសុំទោសដៃក្បត់មាត់អូខេបាទអញ្ចឹងយើងបានហើយយើងបាន10រៀលហើយចូលលក្ខខណ្ឌអត់មើលទី1ប្រុសអាយុ22ឡើងអញ្ចឹងគាត់បានតែ10រៀលទេគាត់បាន15រៀលទេដោយសារខុសលក្ខខណ្ឌដោយសារលក្ខខណ្ឌគេយកភេទប្រុសតែគាត់នេះភេទស្រីបាទអញ្ចឹងសម្រាប់បុគ្គលិកនេះគឺគាត់ទទួលបានតែ$10ទេដោយសារអីគឺដោយសារតែគាត់អត់ត្រូវលក្ខខណ្ឌខុសលក្ខខណ្ឌគេអញ្ចឹងលក្ខខណ្ឌគេយកភេទប្រុសណាបាទប៉ុន្តែគាត់នេះគឺភេទស្រីអញ្ចឹងខុសលក្ខខណ្ឌមួយបើអាយុគាត់ត្រូវលក្ខខណ្ឌហើយដោយសារគេយកអាយុ22ឡើងអញ្ចឹងមានន័យថាគាត់លើសពី22ត្រូវហើយប៉ុន្តែគាត់ខុសភេទបាទអញ្ចឹងគាត់ទទួលបានតែ$10ទេអញ្ចឹងយើងអស់មកអ្នកណាគេបានបាន$15ខ្លះអញ្ចឹងយើងឃើញថាអ្នកនេះគឺគាត់បាន$15អញ្ចឹងយើងមើលលក្ខខណ្ឌមើលថាត្រូវអត់ទី1គឺភេទប្រុសត្រូវហើយទី2គឺលើ22ឆ្នាំអញ្ចឹងគាត់ត្រូវហើយអញ្ចឹងទោះតែលក្ខខណ្ឌពីរហ្នឹងត្រូវបានយើងឲ្យ$15ដោយសារតែគឺត្រូវនឹងលក្ខខណ្ឌយើងអញ្ចឹងក្នុងលក្ខខណ្ឌបែបនេះគឺយើងប្រើរូបមន្ត n ហើយរូបមន្ត n នេះគឺបងប្អូនអាចឆ្ងល់ថាចុះបើសិនជាគេមានលក្ខខណ្ឌភេទផងអាយុផងហើយមានលក្ខខណ្ឌអីមួយទៀតពីរទៀតផ្សេងទៀតដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹង n ហ្នឹងទាល់តែ true ទាំង3ទាំង4ហ្នឹងបានវាឲ្យនេះគឺយើងប្រើបានដូចគ្នាណាគឺយើងប្រើរូបមន្ត n ដដែលហ្នឹងបាទរូបមន្ត n ដដែលហ្នឹងឧទាហរណ៍ដូចកន្លែងរបស់យើងនេះគឺយើងឃើញថា n របស់យើងនេះគឺមានតែ2ទេត្រូវអត់ឥឡូវនេះគឺមាន d3 ហើយនឹង e3 ដែលលក្ខខណ្ឌគេគឺលក្ខខណ្ឌផ្អែកទៅលើភេទហើយលក្ខខណ្ឌផ្អែកទៅលើអាយុ
ចុះបើសិនជាគេមានលក្ខខណ្ឌផ្សេងទៀតបងប្អូនដាក់លក្ខខណ្ឌមកទៀតមកបងប្អូនគាត់ដាក់ខមាទៅហ្នឹងខមាឲ្យដាក់លក្ខខណ្ឌមកតាមហ្នឹងទៀតទៅហើយបើមានទៀតខមាទៀតមានទៀតខមាទៀតហោហាអញ្ចឹងមកអញ្ចឹងវាចាប់ផ្ដើមផ្ទៀងផ្ទាត់ហើយបើសិនជាមានលក្ខខណ្ឌ5វាផ្ទៀងផ្ទាត់ទាំង5ហ្នឹងទៅបើសិនជាទាំង5ហ្នឹង true បានវាឲ្យតម្លៃលេខ true បើសិនជាលក្ខខណ្ឌហ្នឹងមិន true ទេគឺវាបោះតម្លៃ false ឲ្យយើងហើយអញ្ចឹងណាអូខេចឹងឥឡូវយើងចាប់ផ្ដើមគណនាប្រាក់សរុបរបស់គាត់តែម្ដងទៅអញ្ចឹងដើម្បីគណនាប្រាក់សរុបរបស់គាត់គឺអត់មានអីពិបាកទេគឺបងប្អូនវាយស្មើមកហើយយកតួលេខប្រាក់ខែគាត់ហ្នឹងហើយបូកជាមួយនឹងប្រាក់ឧបត្ថម្ភរបស់គាត់ទៅហើយយើង enter មកគឺយើងនឹងឃើញប្រាក់ដែលយើងត្រូវបើកឲ្យគាត់ហើយបាទអញ្ចឹងប៉ុណ្្នឹងឯងបាទអញ្ចឹងវីដេអូខ្ញុំមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏មានសំណួរអ្វីបន្ថែមគឺបងប្អូនអាចឆាតសួរខ្ញុំបន្ថែមទៀតផងដែរហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយអរគុណច្រើនសូមព្រះយេស៊ូវគ្រីស្ទប្រទានពរយើងជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយ